ស្ដីពីស្ថានភាពព្រំដែនកម្ពុជាថៃថ្ងៃទី7ដល់ថ្ងៃទី9ខែតុលាឆ្នាំ2025 1 នៅថ្ងៃទី7ខែតុលាឆ្នាំ2025ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញនូវសេចក្តីថ្លែងការណ៍មួយសម្ដែងនូវការសោកស្ដាយជាពន់ពេកនិងប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើវាយប្រហារនិងគ្មានការគោរពប្រព្រឹត្តមកលើសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងអិសរាជជនថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះសេចក្តីថ្លែងការណ៍នេះបានចាត់ទុកថាអាកប្បកិរិយាបែបនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិតម្លៃសីលធម៌និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិនិងប្រជាជាតិទង្វើបែបនេះក៏បានធ្វើឲ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អមិត្តភាពនិងសន្តិសហវិជ្ជមានដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជានិងថៃក្នុងនាមជាសមាជិកក្នុងអាស៊ាននិងសហគមន៍អន្តរជាតិគូសរំលេចបន្ថែមថាទោះបីនៅចំពោះមុខការបង្កហេតុដោយចេតនានេះសម្ដេចតេជោបានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ឲ្យរក្សាភាពស្ងប់ស្ងាត់ជៀសវាងការសងសឹកនិងប្រកាន់ខ្ជាប់នូវស្មារតីនៃការឯកភាពជាតិនិងការអត់ធ្មត់ការអំពាវនាវនេះបានបង្ហាញពីចរិតថ្លៃថ្នូរដ៏ឧត្តមឧត្តមនិងភាពស្អាតស្អំខាងសីលធម៌ដែលបន្តជំរុញឲ្យមានសន្តិភាពនិងភាពសុខដុមរមនានៅក្នុងប្រទេសកម្ពុជានិងតំបន់ព្រឹទ្ធសភាបានសង្កត់ធ្ងន់ថាវាជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃក្នុងការចាត់វិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះក្នុងលក្ខណៈសមស្របជាប្រទេសជាតិមួយដែលមានអរិយធម៌និងថ្លៃថ្នូរដើម្បីទប់ស្កាត់កុំឲ្យអំពើស្រដៀងគ្នានេះកើតឡើងនៅពេលអនាគត 2. ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC នៅថ្ងៃទី8ខែតុលាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបង្ហោះសារលើបណ្ដាញសង្គម Facebook ផ្លូវការរបស់សម្ដេចដែលមានខ្លឹមសារដូចខាងក្រោមកំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃនាថ្ងៃទី10ខែកញ្ញាឆ្នាំ2025នៅខេត្តកោះកុងព្រះរាជាណាចក្រកម្ពុជាចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីការពារជាតិកម្ពុជានិងឯកឧត្តមនាយឧត្តមសេនីយ៍ណត្តភុនណភនិតរដ្ឋមន្ត្រីស្ដីទីនៃក្រសួងការពារជាតិថៃបានបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាតាក់ទងនឹងការគ្រប់គ្រងព្រំដែនជាពិសេសពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្នុងតំបន់ភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជាទល់មុខភូមិនងច័ន្ទស្រុកខោកសួងខេត្តស្រះកែវព្រះរាជាណាចក្រថៃភាគីទាំងពីរបានទទួលស្គាល់ថាគណៈកម្មការចម្រុះព្រំដែន JBC ជាយន្តការដោះស្រាយបញ្ហាដែលតាក់ទងនឹងការវាស់វែងរួមនឹងខណ្ឌសីមាព្រំដែនព្រមទាំងបានឯកភាពដាក់បញ្ហានេះជារូបវិរៈអាទិភាពនៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះព្រំដែន JBC ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគ RBC ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឲ្យបានឆាប់បំផុតស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចម្រុះព្រំដែន JBC ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន JBC ចាប់តាំងពីខែកញ្ញាឆ្នាំ2025កន្លងទៅនេះដោយមូលហេតុរងចាំការរៀបចំសមាជិកភាពថ្មីរបស់ JBC ខាងភាគីថៃកម្ពុជាសង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខដើម្បីដោះស្រាយបញ្ហានេះ3ពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC រវាងយុទ្ធភូមិភាគទី4នៃព្រះរាជាណាចក្រកម្ពុជានិងកងទ័ពភូមិភាគទី2នៃព្រះរាជាណាចក្រថៃយោងតាមព័ត៌មានពីយុទ្ធភូមិភាគទី4បានឲ្យដឹងថានៅថ្ងៃទី8ខែតុលាឆ្នាំ2025នេះឧត្តមសេនីយ៍ត្រីនិតណារុងនាយសេនាធិការរងនិងជាប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC យុទ្ធភូមិភាគទី4កងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទបានចេញលិខិតអញ្ជើញប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC កងទ័ពភូមិភាគទី2នៃកងទ័ពភូមិន្ទថៃនិងសមាជិកចំនួន10រូបចូលរួមកិច្ចប្រជុំពិភាក្សាការងារដែលប្រព្រឹត្តទៅនៅថ្ងៃទី10ខែតុលាឆ្នាំ2025វេលាម៉ោង10នៅក្រុងសំរោងខេត្តឧត្តរមានជ័យដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC រវាងយុទ្ធភូមិភាគទី4នៃកងយុទ្ធពលខេមរភូមិន្ទនិងកងទ័ពភូមិភាគទី2នៃកងទ័ពភូមិន្ទថៃសម្ដៅធានាបានដំណើរការនៃកិច្ចប្រជុំខាងមុខប្រកបដោយភាពរីកចម្រើនស្ថាបនា
នឹងទទួលបាននូវលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរសូមបញ្ជាក់ថាកាលពីថ្ងៃទី7ខែតុលាឆ្នាំ2025យុទ្ធភូមិភាគទី4នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនលិខិតអញ្ជើញជាលើកទី2ទៅកាន់កងទ័ពភូមិភាគទី2នៃព្រះរាជាណាចក្រថៃអញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី15ដល់ថ្ងៃទី17ខែតុលាឆ្នាំ2025នៅខេត្តឧត្តរមានជ័យដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះគឺជាការអនុវត្តទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកម្ពុជាថៃក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី1គណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃកាលពីថ្ងៃទី27ខែសីហាឆ្នាំ2025រវាងយុទ្ធភូមិភាគទី4នៃព្រះរាជាណាចក្រកម្ពុជានិងកងទ័ពភូមិភាគទី2នៃព្រះរាជាណាចក្រថៃដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកម្ពុជាសន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័សនៅថ្ងៃទី8ខែតុលាឆ្នាំ2025ក្រុមអ្នកសង្កេតការអន្តរកាល IOT បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែងនៅច្រកជាំខេត្តឧត្តរមានជ័យដើម្បីសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍នៅស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ចូលជាធរមាន4ថ្ងៃទី9ខែតុលាឆ្នាំ2025ជាថ្ងៃទី72ហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានយោធាថៃចាប់ឃុំខ្លួននៅថ្ងៃទី29ខែកក្កដាឆ្នាំ2025បន្ទាប់ពីកិច្ចព្រមព្រៀងបញ្ឈប់បាញ់បានចូលជាធរមាននៅយប់ថ្ងៃទី28ខែកក្កដាឆ្នាំ2025កម្ពុជាទាមទារឲ្យមានការដោះលែងកងយោធាកម្ពុជាទាំងនោះជាបន្ទាន់ដោយគ្មានលក្ខខណ្ឌប្រកបដោយសុវត្ថិភាពនិងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ